ngàyនេះគឺខ្ញុំមកធ្វើប្រហិតត្រីឆ្លាតប៉ុន្តែធ្វើរូបមន្តបែបសាមញ្ញធម្មតាតោះអ្នកណាគេដាក់អត់ចេះធ្វើអាចមើលវីដេអូនេះបានអញ្ចឹងខ្ញុំប្រើខ្ទឹមអញ្ចឹងខ្ទឹមសនេះគឺខ្ញុំប្រើប្រហែល2ស្លាបព្រាហើយយើងប្រើម្រេចហើយអំបិលនិងម្សៅស៊ុបស្ករអញ្ចឹងខ្ញុំប្រើអំបិលកន្លះកូនស្លាបព្រាហ្នឹងហើយម្សៅស៊ុបមាន់ហ្នឹង1ស្លាបព្រាហ្នឹងហើយជាមួយនឹងស្ករ1ស្លាបព្រាហើយថែមបន្តិចហើយសាច់ត្រីនេះប្រហែលជា8ខាំជាងបងប្អូនហើយក្នុងការធ្វើប្រហិតសាច់ត្រីនេះបើសិនជាបងប្អូនចង់ធ្វើវាឲ្យឆ្ងាញ់គឺបងប្អូនបុកវាឲ្យស្អិតម៉ត់ចូលគ្នាបែបនេះតែម្ដងគឺថាខ្ញុំចំណាយពេលប្រហែលជា20នាទីជាងកន្លះម៉ោងអីចឹងបានស្អិតហើយស្វិតល្មួតទេបងប្អូនហើយខ្ញុំយកទៅចៀនបន្តិចដើម្បីយើងចង់ដឹងរសជាតិថាល្មមឬក៏អត់តែខ្ញុំដាក់ប៉ុណ្ណឹងគឺរសជាតិមិនល្មមបើអ្នកដែលគាត់ចូលចិត្តហឹរគឺបងប្អូនអាចបុកម្ទេសលាយជាមួយក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺប្រើម្រេចហើយម្រេចនេះខ្ញុំប្រើតែតិចតិចទេបើសិនបងប្អូនចង់ប្រើច្រើនជាងហ្នឹងក៏បានដែរស្រេចតែចំណូលចិត្តរបស់យើងណាចំនួនម្រេចហ្នឹងហើយខ្ញុំប្រើជាមួយនឹងប្រេងអូលីវបន្តិចទៅយើងលាបទៅលើដៃដើម្បីកុំឲ្យដៃរបស់យើងហ្នឹងគឺវាស្អិតនិយាយទៅគឺយើងប្រើប្រេងចេះគឺវាអត់សូវស្អិតដៃប៉ុន្តែយើងធ្វើរូបហ្នឹងឯដោយសារតែយើងប្រើខ្លាញ់អញ្ចឹងទៅវាល្អិលដៃហើយយើងធ្វើវាអត់សូវបានស្អាតប្រហែលទេគឺខ្ញុំធ្វើបានបែបរូបរាងចឹងឯងខ្ញុំក៏មិនសូវជាប្រកែធ្វើរូបរាងប្រហិតហ្នឹងប្រហែលដែរហើយយើងចៀនហ្នឹងយើងដាក់ភ្លើងមកល្មមអញ្ចឹងទៅហើយវាឆាប់ឆ្អិនលឿនទេបើសិនបងប្អូនប្រើភ្លើងខ្លាំងវាអាចឆៅក្នុងអីចឹងណាហើយបើក្នុងការធ្វើប្រហិតហ្នឹងបងប្អូនធ្វើកាន់តែស្ដើងគឺកាន់តែល្អវិធីធ្វើប្រហិតត្រីស្លាតមួយមុខនេះគឺងាយស្រួលមែនទែនលឿនហើយក៏ឆ្ងាញ់ទៀតហើយបងប្អូននៅនេះគឺស្វិតល្អមែនទែន